ទៅជាសេរ៉ូដូចពេលនេះមនុស្ស3នាក់បានឃើញគាត់នៅក្នុងព្រៃហើយពួកគេក៏រត់ចេញភ្លាមៗខណៈដែលគាត់ដេញតាមពួកគេគាត់រៀបនឹងសម្លាប់នារីនោះប៉ុន្តែនាងក៏ឈប់ហើយការពារកូនរបស់នាងរឿងនេះធ្វើឲ្យគាត់ស្ទាក់ស្ទើរហើយគាត់ក៏ទប់ទល់នឹងការជំរុញឲ្យសម្លាប់ដោយបែងចែកខ្លួនរបស់គាត់ទៅជាព្រះនៃសំណាងទាំង7ត្រឡប់មកបច្ចុប្បន្នវិញសេរ៉ូគិតថាដល់ពេលដែលគាត់ដាក់ទណ្ឌកម្មព្រះពុទ្ធហើយប៉ុន្តែព្រះពុទ្ធស្រាប់តែទាត់គាត់ធ្វើឲ្យគាត់ដួលលុតជង្គង់ខណៈដែលព្រះពុទ្ធរំលឹកគាត់ថាការប្រយុទ្ធបានចាប់ផ្ដើមរួចទៅហើយសេរ៉ូក្រោកឡើងរួចក៏វាយផាដោយប្រើពុទ្ធៅរបស់គាត់ប៉ុន្តែព្រះពុទ្ធអាចគេចបានយ៉ាងងាយស្រួលដោយសារតែមានភ្នែកពិសេសរបស់គាត់សេរ៉ូចាប់ផ្ដើមខឹងហើយក៏វាយពុទ្ធៅរបស់គាត់ចុះឡើងប៉ុន្តែព្រះពុទ្ធអាចគេចពីការវាយផាទាំងអស់សេរ៉ូខឹងសម្បាកាន់តែខ្លាំងហើយពុទ្ធៅរបស់គាត់ហាក់ដូចជាធំជាងមុនស៊ូបង្ហាញថាពុទ្ធៅរបស់សេរ៉ូស្រូបយកសំណាងអាក្រក់ហើយវានឹងកាន់តែខ្លាំងឡើងនៅពេលដែលវាស្រូបយកសំណាងអាក្រក់កាន់តែច្រើនហេលដាបន្ថែមថាការអសមត្ថភាពរបស់សេរ៉ូក្នុងការវាយប្រហារព្រះពុទ្ធត្រូវបានចាត់ទុកជាសំណាងអាក្រក់សម្រាប់គាត់ដូច្នេះគាត់នឹងកាន់តែខ្លាំងឡើងនៅពេលដែលការប្រយុទ្ធអូបន្លាយគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពកិច្ចរបស់ព្រះពុទ្ធដោយធ្វើចលនាមុនពេលសេរ៉ូវាយប្រហារហើយយើងដឹងថាភ្នែករបស់គាត់ផ្ដល់ឲ្យគាត់នៅថាមពលនៃការដឹងទុកជាមុនសេរ៉ូបន្តការវាយប្រហារខុសដោយសួរព្រះពុទ្ធថាតើព្រះពុទ្ធកំពុងតែចំអកឲ្យគាត់មែនទេហើយព្រះពុទ្ធក៏វាយបកវិញភ្លាមព្រះពុទ្ធចំអកឲ្យគាត់ដែលធ្វើឲ្យគាត់កាន់តែខឹងហើយព្រះពុទ្ធបន្តវាយប្រហារគាត់បន្ថែមទៀតការប្រយុទ្ធហាក់ដូចជាតែម្ខាងប៉ុន្តែសេរ៉ូស្រាប់តែនឹកឃើញពីសំណាងអាក្រក់ការពីអតីតកាលរបស់គាត់ហើយគាត់ក៏បញ្ចេញថាមពលដ៏មានឥទ្ធិពលពុទ្ធៅបានស្រូបយកសំណាងអាក្រក់របស់គាត់ហើយវាក៏ប្រែទៅជាធំសម្បើមខ្លាំងសេរ៉ូក៏វាយពុទ្ធៅរបស់គាត់ទៅលើព្រះពុទ្ធប៉ុន្តែព្រះពុទ្ធឈរមួយកន្លែងដោយដំណើរការដំបងរបស់គាត់ពុទ្ធៅបានបំផ្លាញគ្រប់យ៉ាងនៅក្នុងតំបន់នោះប៉ុន្តែដំបងរបស់ព្រះពុទ្ធបានប្រែក្លាយទៅជាខែលការពារគាត់ពីការវាយផាហេលដាបង្ហាញថាដំបងព្រះពុទ្ធគឺជាកំណប់ទ្រព្យទេពដែលមានថាមពលរបស់អ្នកថែរក្សាអាណាចក្រទាំង6នៅក្នុងព្រះពុទ្ធសាសនាហើយវាផ្លាស់ប្ដូររូបរាងរបស់វាអាស្រ័យទៅលើអារម្មណ៍របស់ព្រះពុទ្ធបានរុញពុទ្ធៅទៅវិញខណៈដែលសេរ៉ូប្រែក្លាយវាទៅជាដាវមានធ្មេញអាវុធរបស់ព្រះពុទ្ធបានប្រែទៅជាទម្រង់ដំបងធំហើយវាផ្ដល់សញ្ញាឲ្យគាត់វាយផាដូច្នេះគាត់ក៏ស្ទុះទៅរកសេរ៉ូដោយកិច្ចពីការវាយផារបស់សេរ៉ូខណៈដែលគាត់វាយត្រូវសេរ៉ូនៅក្នុងអតីតកាលមួយយើងដឹងថាព្រះពុទ្ធបានកើតមកជាព្រះអង្គម្ចាស់នៃគ្រួសាររាជវង្សមួយនៅប្រទេសនេប៉ាល់ហើយគាត់មានគ្រប់យ៉ាងដែលមនុស្សប្រាថ្នាចង់បាននៅល្ងាចមួយស្ដេចដែលជាឪពុករបស់គាត់បានប្រាប់គាត់អំពីវាសនារបស់គាត់ក្នុងការក្លាយជាស្ដេចផែនដីគាត់ផ្ដល់អាហារដល់ប្រជាជននៅក្នុងនគររបស់គាត់ដោយប្រាប់ពួកគេថាវាជាកាតព្វកិច្ចរបស់រាជវង្សក្នុងការនាំមកនូវកុសលដល់ប្រជាជនថ្ងៃមួយគាត់បានជួបជាមួយសាច់ញាតិឆ្ងាយរបស់គាត់គឺស្ដេចចាកតៈហើយពួកគេក៏បាននិយាយអំពីវាសនារបស់ព្រះពុទ្ធក្នុងការក្លាយជាស្ដេចព្រះពុទ្ធគិតថាចាកតៈមានសុភមង្គលពីព្រោះនគរមានភាពរុងរឿងប៉ុន្តែចាកតៈបង្ហាញថាគាត់មិនមានសំណាងទេពីព្រោះគាត់កំពុងតែរងទុក្ខដោយសារជំងឺដ៏គ្រោះថ្នាក់ដល់ជីវិតហើយពេញមួយជីវិតរបស់គាត់មិនបានធ្វើអ្វីក្រៅពីបម្រើប្រជាជនទេដូច្នេះគាត់មិនដឹងថាពិភពខាងក្រៅយ៉ាងម៉េចឡើយនៅទីបំផុតចាកតៈក៏បានស្លាប់ហើយមនុស្សគ្រប់គ្នាសោកស្ដាយចំពោះការស្លាប់របស់គាត់ដោយគិតថាគាត់បានរស់នៅក្នុងជីវិតដ៏មានសុភមង្គលប៉ុន្តែព្រះពុទ្ធដឹងថាវាមិនមែនបែបនោះទេហើយនៅពេលនោះព្រះពុទ្ធក៏គិតអំពីជីវិតរបស់គាត់និងរឿងដែលកុសលរបស់គាត់បានបកគលអ្វីខ្លះដល់គាត់ចុះពីលើសេះហើយចាប់ផ្ដើមសើចដោយនិយាយថាគាត់បានត្រាស់ដឹងហើយគាត់បានទៅពិធីបុណ្យសពរបស់ចាកតៈជាកន្លែងដែលគាត់បាចផ្កាគ្រប់ទីកន្លែងហើយគាត់បានលើកមឈូសរបស់ចាកតៈឡើងមនុស្សគ្រប់គ្នាថ្កោលទោសអាកប្បកិរិយារបស់គាត់ប៉ុន្តែគាត់មិនខ្វល់ពីអ្វីដែលពួកគេគិតនោះទេពីព្រោះចាកតៈមិនត្រូវការអធិដ្ឋានរបស់ពួកគេទេហើយនិយាយថាកុសលអាចរកឃើញបាននៅក្នុងខ្លួនគាត់យកសាកសពរបស់ចាកតៈទៅទន្លេជាកន្លែងដែលគាត់ដាក់ឲ្យមឈូសរបស់ចាកតៈអណ្ដែតលើទឹកហើយគាត់បានទុកគ្រប់យ៉ាងចោលដើម្បីធ្វើដំណើរទៅកាន់ទីរហោស្ថានគាត់បានរកឃើញបរិសុទ្ធមួយក្រុមដែលពួកគេកំពុងតែព្យាយាមសម្រេចបានការត្រាស់ដឹងដោយបង្អត់អាហារខ្លួនឯងហើយម្នាក់ក្នុងចំណោមពួកគេបានដួលសន្លប់ដោយសារតែឃ្លានមេដឹកនាំរបស់ពួកគេអះអាងថាវាជាមធ្យោបាយតែមួយគត់ដើម្បីបន្សុទ្ធចិត្តប៉ុន្តែព្រះពុទ្ធបានឲ្យអាហារទៅបរិសុទ្ធនោះហើយប្រាប់គាត់ឲ្យញ៉ាំមេដឹកនាំបានថ្កោលទោសកម្មភាពរបស់ព្រះពុទ្ធប៉ុន្តែព្រះពុទ្ធមិនខ្វល់នោះទេហើយនិយាយថាគាត់ចង់ឲ្យអាហារទៅបរិសុទ្ធនោះជំនួសវិញក្រុមនោះក៏ចាប់ផ្ដើមដើរតាមព្រះពុទ្ធហើយគាត់ក៏បង្រៀនពួកគេឲ្យដេកហើយសម្រាកជំនួសឲ្យការបង្អត់អាហារខ្លួនឯងនៅល្ងាចមួយក្មេងស្រីម្នាក់រៀបនឹងត្រូវបានគេបូជាដល់ព្រះប៉ុន្តែព្រះពុទ្ធបានជួយសង្គ្រោះនាងអ្នកគ្រប់បូជាបារម្ភពីកំហឹងរបស់ព្រះប៉ុន្តែព្រះពុទ្ធបានប្រាប់ពួកគេថាគាត់រីករាយនឹងប្រយុទ្ធជាមួយនឹងព្រះហេលដាបញ្ជាក់ថាព្រះពុទ្ធស្អប់អ្នកណាដែលព្យាយាមបង្ខំវាសនាទៅលើអ្នកដទៃឬក៏ដកហូតសុភមង្គលខាងក្នុងរបស់ពួកគេដូច្នេះវាជាមូលហេតុដែលគាត់ប្រយុទ្ធជាមួយនឹងព្រះសេរ៉ូមូលអាវុធរបស់គាត់ដោយប្រែក្លាយវាទៅជាដាវពីរខណៈដែលព្រះពុទ្ធប្រែក្លាយកំណប់ទ្រព្យទេពរបស់គាត់ទៅជាពុទ្ធៅដងវែងពួកគេបន្តវាយប្រហារគ្នាប៉ុន្តែព្រះពុទ្ធមានប្រៀបជាមួយនឹងសមត្ថភាពដឹងទុកជាមុនរបស់គាត់សេរ៉ូបានរងរបួសប៉ុន្តែរឿងនេះធ្វើឲ្យគាត់កាន់តែខឹងខណៈដែលអាវុធរបស់គាត់ប្រែកាយម្ដងទៀតដាវរបស់សេរ៉ូបានចូលទៅជិតព្រះពុទ្ធប៉ុន្តែអាវុធរបស់ព្រះពុទ្ធបានប្រែទៅជាកាំបិតហើយគាត់ក៏អាចបំផ្លាញដាវទាំងនោះបានព្រះពុទ្ធអាចចូលទៅជិតសេរ៉ូបានហើយអាវុធរបស់ពួកគេក៏បានប៉ះទង្គិចគ្នាខណៈដែលវងមនុស្សចាប់ផ្ដើមស្រែកហូឲ្យព្រះពុទ្ធសេរ៉ូចាប់ផ្ដើមតូចចិត្តដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះគាត់ដោយកាលពីអតីតកាល